សូមស្វាគមន៍មកកាន់ការសិក្សាតាមរយៈប្រព័ន្ធ e-learning class ថ្នាក់ level 1B ថ្ងៃនេះលោកសិស្សនឹងធ្វើការសិក្សាទៅលើអំណានក៏ដូចជាហួយហក់សន្តានារបស់ពួកយើងអូខេតោះអញ្ចឹងយើងមើលមកក្នុងមេរៀនទាំងអស់គ្នាអូខេអញ្ចឹងលោកសិស្សអានឲ្យពួកយើងស្ដាប់ទាំងអស់គ្នាហ្មងទៅ第六课职业我叫大声这是我的一家我家有4口人爸爸妈妈姐姐和我爸爸工作我妈妈也工作我爸爸是律师我妈妈是老师我们一家人住在上海OK 了ម្ដងទៀត我叫大声这是我的一家我家有4口人爸爸妈妈姐姐和我爸爸工作我妈妈也工作我爸爸是律师我妈妈是老师我们一家人住在上海អូខេឥឡូវតោះចឹងលោកសិស្សធ្វើការបកប្រែពួកយើងស្ដាប់ទាំងអស់គ្នាចឹងទី6ខមេរៀនទី6ទី6ខមេរៀនទី6职业យើងបានដឹងហើយเนาะ职业គឺមុខតំណែងឬក៏របររកស៊ីអីហ្នឹងគឺហៅថា职业អូខេតោះ我叫大声ចឹង我ខ្ញុំ叫យើងបកថាហៅឬក៏ឈ្មោះ我叫大声ខ្ញុំឈ្មោះតាសឹង这是我的一家ចឹង这នឹងបកថានេះ是គឺចឹង这是នេះគឺជាណា这是នេះគឺជា我ខ្ញុំតរបស់一家មួយគ្រួសារចឹងនេះគឺជាគ្រួសាររបស់ខ្ញុំឬក៏នេះគឺជាគ្រួសារទាំងមូលរបស់ខ្ញុំ这是我的一家នេះគឺគ្រួសារទាំងមូលរបស់ខ្ញុំ我家有4口人ចឹង我ខ្ញុំជាផ្ទះយោមាន4口人សមាជិកណា口人សមាជិកសំដៅទៅលើ member of family មានសំដៅទៅលើសមាជិកគ្រួសារចឹងផ្ទះខ្ញុំមានសមាជិក4នាក់ផ្ទះខ្ញុំមានសមាជិក4នាក់ប៉ាម៉ាម៉ាម៉ាក់ជាបងស្រីជាបងស្រីហនឹងវខ្ញុំ我爸爸工作ចឹងវនេះខ្ញុំប៉ាបកថាប៉ា工作ធ្វើការឬក៏ការងារណា工作ឬក៏ធ្វើការឬក៏ការងារ我爸爸工作ប៉ាខ្ញុំធ្វើការ我妈妈也工作ចឹងវនេះខ្ញុំម៉ាម៉ាក់យានេះបកថាក工作គឺធ្វើការក៏ធ្វើការដែរចឹង我妈妈也工作ម៉ាក់របស់ខ្ញុំក៏ធ្វើការដែរ我爸爸是律师ចឹងវខ្ញុំប៉ា是នឹងគឺជា律师គឺមេធាវីចឹង我爸爸是律师ប៉ាខ្ញុំគឺជាមេធាវីប៉ាខ្ញុំគឺជាមេធាវី我妈妈是老师ម៉ាក់ខ្ញុំគឺជា老师យើងបកថាគ្រូណាគ្រូចឹង我妈妈是老师ម៉ាក់របស់ខ្ញុំគឺគ្រូ我们一家人住在上海我们ពួកយើងទាំងអស់គ្នា一家人មួយគ្រួសារចឹង我们一家人ពួកយើងមួយគ្រួសារ住在រស់នៅ上海សៀងហៃមានន័យថាមួយគ្រួសារពួកយើងរស់នៅទីក្រុងសៀងហៃអូខេតោះឥឡូវក្រោយពីលោកសិស្សបកចប់ក៏ដូចជាអានចប់ឥឡូវលោកសិស្សចាក់ listening ឲ្យពួកយើងស្ដាប់ទាំងអស់គ្នា Text 1我叫大声这是我的一家我家有4口人爸爸妈妈姐姐和我爸爸工作我妈妈也工作我爸爸是律师我妈妈是老师我们一家人住在上海អូខេអញ្ចឹងក្រោយពីពួកយើងបានស្ដាប់ចប់ឥឡូវលោកសិស្សសូមតទៅ review នៅលើពាក្យក្នុង text 1ឲ្យពួកយើងទាំងអស់គ្នាអូខេតោះកង
做做工作工作也律师律师老师们我们一家人上海អូខេតោះចឹងយើងចាប់ផ្ដើមចូលក្នុង text 2 អូខេតោះចឹងលោកសិស្សអានក្នុង text 2 ឲ្យពួកយើងស្ដាប់ទាំងអស់គ្នា你有兄弟姐妹吗你有兄弟姐妹吗没有我是独生女我是独生子你妈妈工作吗我是独生子你妈妈工作吗工作你妈妈呢她也工作她是商人你妈妈做什么工作她是秘书OK ម្ដងទៀត你有兄弟姐妹吗你有兄弟姐妹吗没有我是独生女我是独生子你妈妈工作吗你妈妈工作吗工作你妈妈呢她也工作她是商人你妈妈做什么工作她是秘书អូខេអញ្ចឹងលោកសិស្សអានចប់លោកសិស្សសូមធ្វើការបកប្រែពួកយើងស្ដាប់ទាំងអស់គ្នាចឹង你有兄弟姐妹吗你អ្នក有មាន兄弟មានបងប្អូនប្រុសជាម៉េចបងប្អូនស្រីចឹងម៉ាប្រើនៅក្នុងប្រយោគសំណួរចឹងតើអ្នកមានបងប្អូនប្រុសស្រីទេ你有兄弟姐妹吗តើអ្នកមានបងប្អូនប្រុសស្រីទេ没有អត់មានទេ我是独生女ចឹងខ្ញុំគឺជាចឹង独生女យើងនៅចាំអត់独生女នឹងអីគេ独生女បកថាកូនស្រីទូលណា独生女កូនស្រីទូលចឹង我是独生女ខ្ញុំគឺកូនស្រីទូល我是独生女ខ្ញុំគឺកូនស្រីទូល我是独生子ចឹង独生子នេះអីគេ独生子នេះបកថាកូនប្រុសទូលណា独生子បកថាកូនប្រុសទូល我是独生子ខ្ញុំគឺកូនប្រុសទូល你妈妈工作吗ចឹង你អ្នកម៉ាម៉ាបកថាម៉ាក់工作ធ្វើការម៉ាយើងប្រើនៅក្នុងប្រយោគសំណួរបកថាទេចឹង你妈妈工作吗តើម៉ាក់អ្នកធ្វើការទេ你妈妈工作吗តើម៉ាក់អ្នកធ្វើការទេ工作ធ្វើការ你妈妈呢ចោះម៉ាក់អ្នកវិញ你妈妈呢ចោះម៉ាក់អ្នកវិញ她也工作ថានាងយើងសំដៅទៅលើម៉ាក់ហ្នឹងឯងយាកន្លែងនេះគឺកណាកកងជាប់គាត់ក៏ធ្វើការដែរណាអញ្ចឹងកន្លែងនេះសំដៅលើនាងអញ្ចឹងកន្លែងនេះយើងបកឲ្យព្រោះស្ដាប់មកមានថាគាត់ក៏ធ្វើការដែរនាងក៏ធ្វើការដែរថា是商人ម៉ាក់គឺជាពាណិជ្ជករឬក៏នាងគឺជាពាណិជ្ជករឬក៏គាត់គឺជាពាណិជ្ជករកន្លែងនេះគឺយើងសំដៅទៅលើមនុស្សស្រីថាកន្លែងនេះពួកយើងប្រយ័ត្នតិចថាមនុស្សស្រីនេះគឺសំដៅទៅលើម៉ាម៉ា你妈妈做什么工作ចឹង做កន្លែងនេះធ្វើ什么អ្វី工作ធ្វើការចឹងតើម៉ាក់របស់អ្នកធ្វើការអ្វី你妈妈做什么工作តើម៉ាក់របស់អ្នកធ្វើការអ្វី她是秘书ចឹង秘书យើងដឹងហើយណោះគឺលេខាម៉ាក់គឺជាលេខានាងគឺជាលេខាអូខេតោះឥឡូវយើងចាប់ផ្ដើមresearch chat listening ឲ្យពួកយើងស្ដាប់បន្តទៀត Text 2你有兄弟姐妹吗？没有，我是独生女。我是独生子。你妈妈工作吗？
工作。你妈妈呢？她也工作。她是商人。你妈妈做什么工作？她是秘书。 Ok អញ្ចឹងក្រោយពីចាក់ listening ចប់លោកសិស្សសូមធ្វើការ review ទៅលើពាក្យនៅក្នុង text 2 ម្ដងតោះ读读女女独生女独生女子子独生子独生子商商商人商人做做秘秘书书秘书秘书 OK អញ្ចឹងថ្ងៃហ្នឹងចំពោះ绘画ក៏ដូចជា阅读ពួកយើងក៏ដល់ថាប៉ុណ្ណឹងអញ្ចឹងលោកសិស្សសង្ឃឹមថាពួកយើងព្យាយាមស្ដាប់វីដេអូនឹងច្រើនដងអ្វីសំខាន់បំផុតគឺកត់ហើយ record ជាសំឡេងផ្ញើលោកសិស្សជួយកែឲ្យ好的再见